នៅក្នុងពិភពមួយដែលពោពេញទៅដោយភាពស្ងៀមស្ងាត់មានមនុស្សម្នាក់កំពុងតែដើរតាមផ្លូវយ៉ាងឯកោគាត់មិនដឹងថាត្រូវទៅណាហើយក៏មិនដឹងថាអនាគតខ្លួនត្រូវរងចាំអ្វីមានតែភាពឯកានិងសំណួរជាច្រើននៅក្នុងចិត្តពេលខ្លះសត្រូវធំបំផុតរបស់យើងមិនមែនពិភពខាងក្រៅនោះទេប៉ុន្តែជាការភ័យខ្លាចដែលលាក់នៅក្នុងចិត្តរបស់យើងភាពស្ងាត់ខ្លាចជាភាពឈឺចាប់ភាពឯកោខ្លាចជាភាពងងឹតដែលធ្វើឲ្យយើងបាត់បង់ទិសដៅហើយនៅពេលនោះហើយចចកពណ៌សបានលេចឡើងវាមិនស្រែកវាមិនវាយប្រហារវាគ្រាន់តែសម្លឹងទៅមនុស្សដែលកំពុងតែឈរចំពោះមុខវាមើលទៅនាងយ៉ាងស្ងប់ស្ងាត់ចចកនោះគឺជាសត្វដែលមើលទៅគួរឲ្យភ័យខ្លាចប៉ុន្តែពោពេញទៅដោយអាថ៌កំបាំងនារីម្នាក់នោះភ័យខ្លាចជាខ្លាំងគាត់ចង់រត់គេចប៉ុន្តែគាត់គិតថាជាសត្វចចកគឺជាសត្វដែលគួរឲ្យខ្លាចប៉ុន្តែវាមិនគួរឲ្យខ្លាចជាងមនុស្សនោះទេនៅក្នុងជីវិតយើងតែងតែរត់គេចពីអ្វីដែលយើងមិនយល់ពីអ្វីដែលយើងភ័យខ្លាចនាងមិនបានរត់គេចនោះទេតែវាធ្វើឲ្យយើងរួចផុតពីខ្លួនឯងនាងក៏បានទៅប្រឈមមុខចំពោះសត្វចចកពណ៌សនោះនៅពេលនោះហើយគាត់ក៏បានយល់ថាចចកពណ៌សនោះមិនមែនជាសត្រូវនោះទេវាគឺជាផ្នែកមួយនៃខ្លួនរបស់គាត់វាគឺជាកម្លាំងចិត្តដែលគាត់មិនធ្លាប់បានទទួលវាពីមុនមកនៅពេលដែលយើងទទួលយកខ្លួនឯងអំពីភាពភ័យខ្លាចនិងការបាត់បង់អំណាចរបស់ចចកពណ៌សនោះវាមិនបានត្រូវកម្ចាត់នោះទេតែវាត្រូវបានទទួលយកពីសត្រូវមកក្លាយជាមិត្តចាក់ចេញពីភាពងងឹតឲ្យក្លាយទៅជាពន្លឺនារីនិងសត្វចចកបានដើរទៅមុខជាមួយគ្នាផ្លូវមិនទាន់នឹងងាយស្រួលហើយចិត្តក៏មិនឯកោទៀតដែរពន្លឺក៏ចាប់ដើមលេចឡើងមិនមែនចេញពីខាងក្រៅប៉ុន្តែពន្លឺនោះគឺចេញពីក្នុងចិត្តរឿងនេះមិនមែននិយាយអំពីសត្វចចកនោះទេតែវាជារឿងរបស់អ្នកវាគឺជាភាពភ័យខ្លាចដែលអ្នកត្រូវប្រឈមមុខអំពីខ្លួនឯងយើងត្រូវតែទទួលយកបើសិនជាយើងឈប់រត់គេចពីខ្លួនឯងនោះហើយយើងត្រូវចាប់ផ្ដើមខ្លាចជាមនុស្សអ្នកដែលរឹងមាំខ្លាំងបំផុតវាក៏បានរំលឹកដែរថាកម្លាំងដែលយើងស្វែងរកតែងតែនៅក្នុងខ្លួនយើងពេលដែលយើងឈប់រត់ហើយហ៊ានប្រឈមមុខសត្វចចកនោះនឹងក្លាយជាមិត្តរបស់អ្នកហើយអ្នកនៅថ្ងៃនោះមិនឯកាទៀតឡើយ